នេះយកទីមួយដែលខ្ញុំទទួលបានទូរស័ព្ទប្រភេទជាបតដែលគ្នាគាត់យកមកឲ្យយើងជួសជុលចំពោះទូរស័ព្ទប្រភេទនេះដល់ពិតមិនសូវជាមានអ្នកគាត់ប្រើប្រហែលទេដល់ពេលអញ្ចឹងគ្រឿងបន្លាស់របស់វាហ្នឹងក៏យើងពិបាកនឹងរកដែរហើយមុននឹងដែលប្រភេទក្រងបែកតែខាងក្រៅដែលខ្ញុំបង្ហាញមិញហ្នឹងគឺដោយសារខ្ញុំដោះសបកវាចេញដល់ពេលទៅអត់ប្រយ័ត្នទៅជាបែកបន្តិចទៅហើយដល់ពេលអញ្ចឹងទៅយើងមានអីទេគឺយើងត្រូវការទិញអេក្រង់ថ្មីដែរគាត់អ្វីដែលពិបាកមែនតើហ្នឹងគឺប្រភេទអេក្រង់នេះគឺខ្ញុំកំងពីចិនមកព្រោះនៅយើងគឺប្រូអត់មានទេខ្ញុំប្រូច្រើនកន្លែងហ្នឹងគឺអត់មានប្រភេទនេះលក់មែនតើហើយចំណាយពេលយូរមែនតើនេះខ្ទង់លំបាកប្រហែលជាកន្លះខែបានវាមកដល់ខ្មែរយើងមើលទៅគឺវាប្រភេទតែមួយទេតែគ្រាន់តែអ្វីដែលពិបាកគឺយើងចំណាយពេលយូរមែនតើដើម្បីកំងវាមកដល់ខ្មែរយើងដើម្បីផ្លាស់ប្ដូរឲ្យគេវិញចំពោះប្រភេទនេះគឺពិបាកមែននិយាយថាក្រង់ណាតាំងពីថ្មឬក៏គ្រឿងបន្លាស់អីផ្សេងគឺពិបាករកមែនតើគឺតម្រូវយើងកំងពីក្រៅមកទាំងអស់ជាទូទៅវ៉ាន់ប្រភេទនេះខ្ញុំកំងពីថៅប៉ៅហើយចំពោះអានេះវិញតម្លៃវាក៏ថ្លៃគួរសមដែរតែមិនទេព្រោះវាយ៉ាងណាក៏វាជាកំហុសរបស់យើងណាហើយយើងក៏ទទួលបានបទពិសោធន៍ថ្មីពីទូរស័ព្ទប្រភេទនេះដែរចំពោះនេះដែលគាត់មានទូរស័ព្ទប្រភេទដែលកម្រគ្រឿងផ្លាស់វាកម្រទាំងក្រង់ទាំងថ្មទាំងអីហ្នឹងគឺពិបាករកអាចឲ្យយើងកំងឲ្យបានតែគាត់ថាយើងត្រូវចំណាយពេលតិចទេជាទូទៅត្រូវចំណាយពេល1សប្តាហ៍ទៅ2សប្តាហ៍ហ្នឹង